บอมโอนក្នុងបណ្ដាញ YouTube ទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំមកបង្ហាញពីរបៀបយកដុំ UPS នេះបងប្អូនបាទពួកឲ្យបដុំទុកភ្លើងរបស់កុំព្យូទ័រហ្នឹងបងប្អូនគឺយើងអាចដោះយកដុំភ្លើងបាទបើមិនវាខូចទេបងប្អូនវាខូចគឺវាមានខូចអីក្រៅពីអាគុយទេបងប្អូនប្រភេទដុំ UPS ទុកនៅលើកុំព្យូទ័របងប្អូនថាថ្មកុំព្យូទ័រចុះបាទអញ្ចឹងយើងយកបកកែឆ្នៃមកសាកអង្គុយបានបងប្អូននេះដុំភ្លើងរបស់វាបងប្អូននេះគឺដុំ PS បាទបងប្អូនអញ្ចឹងដុំភ្លើងនេះគឺខ្ញុំមានច្រើនបងប្អូនប្រការគឺអាចទាក់ទងមកបានបាទមានថាជា5 600គ្រាប់បាទដោយសារតែខ្ញុំកាត់ចេញពីខាងកាស៊ីណូបងប្អូនបាទអញ្ចឹងដុំនេះដែរគឺវាមកវាខូចប៉ុន្តែវាយកមកអាចកែច្នៃមកជាដុំសាកអង្គុយបានបងប្អូនបាទនេះគឺប្រភេទដុំ UPS បាទអញ្ចឹងដុំភ្លើងវាតូចទេបងប្អូនមិនធំប៉ុន្មានទេតែប៉ុណ្នេះវាអាចសាកអង្គុយបានត្រឹមមហា100ក៏បានដែរបងប្អូនពីសោយើងធ្វើបាទបើយើងធ្វើត្រូវរឿងវាអត់ងាយឆេះងាយក្តៅងាយលួយដុំទេបាទបងប្អូនបាទអាហ្នឹងគឺយើងមានវិធីធ្វើវាបាទដូចនេះខ្ញុំតេស្តមើលភ្លើងបងប្អូនបាទអញ្ចឹងខ្ញុំផ្ដាច់ខ្សែនេះខ្សែខាងនេះចូល220បងប្អូនខ្សែលូកធំនេះគឺភ្លើងវាចេញមកសាកគុយបាទចឹងសារដុំវាទូចអញ្ចឹងយើងកែឲ្យវាខ្លាំងបាទយើងតស៊េរីចូលគ្នាអាខ្សែជើងក្តារហ្នឹងដើម្បីឲ្យវាភ្លើងវល់មកខ្ពស់បាទអញ្ចឹងគឺបងប្អូនដែលមានដុំ UPS កុំចោលបាទអញ្ចឹងវីដេអូគឺខ្ញុំបង្ហាញបង្រៀនឲ្យចេះធ្វើកែឲ្យកែដុំភ្លើងនេះយកមកសាកអង្គុយបានបងប្អូនអានេះគឺដល់ភ្លើង220ចូលទៅវាចេញមើលមក AC 20V 510V តាមចិត្តយើងចង់បានបាទគឺអានេះគឺវាមានខ្សែ4ខ្សែបងប្អូនតិចដល់ឡៃខ្ញុំផ្ដាច់ចេញអស់ហើយបងប្អូនបាទគឺខ្ញុំផ្ដាច់ចេញហើយខ្ញុំនឹងតេស្តភ្លើងមើលវាស់វែងមើលទៅគឺវាភ្លើងវាអាចកែមកសាកអង្គុយបានធម្មតាបាទហើយបងប្អូនដែលចង់ចេះកុំភ្លេចតាមដានវីដេអូបន្ទាប់បងប្អូនបាទអញ្ចឹងដោយសារតែមួយរយៈនេះគឺខ្ញុំអាចចេញវីដេអូទេសាររវល់ពេកបងប្អូននេះតែបងប្អូនត្រូវការដុំសាកអង្គុយអាចទៅមកបានបាទគឺខ្ញុំរៀបឲ្យតម្លៃធូរថ្លៃទេបាទបងប្អូនហើយធានាគុណភាពសាកល្អជាងប្រភេទគ្រឿងអេឡិចត្រូនិកបាទវាងាយឆេះបងប្អូនព្រោះផ្ទះតែឆេះក៏វាអត់មានគ្រឿងអត់ខ្វះគ្រឿងផ្លាស់ដូរដែរព្រោះអានេះដុំភ្លើងនេះបើយើងកាយជាសាកអង្គុយគឺឆេះតែយកទេបងប្អូនបាទជាគឺវាអត់មានឆេះដុំភ្លើងទេមិនងាយទេបងប្អូនហើយបើយើងកាយដាក់ដង្ហើមមកស្អាតទៀតប្រើរាប់ឆ្នាំបងប្អូនដល់ឡែកដល់ពេលរបស់អេឡិចត្រូនិកគឺយើងប្រើខ្នងវាបន្តិចហើយភ្លើងបុកឡើងក៏អាចឆេះដែរបាទបញ្ជាក់បងប្អូនបើសិនមានដុំ UPS ហ្នឹងបងប្អូនកុំចោលវាបាទមើលវីដេអូខ្ញុំទៅនឹងអាចចេះធ្វើអាចចេះកែយកមកសាកអង្គុយបានបើយើងយកទៅលក់អិតចាយវាតម្លៃវាគឺគាត់អិតចាយមិនបានពាន់បងប្អូនបាទពូថ្លៃទេតែបើឡៃយើងយកមកកែច្នៃមកដុំជាសាកអង្គុយវិញគឺវាអាចប្រើបានរយៈពេលយូរបាទមិនងាយខូចបាទបងប្អូនមិនភ្លើងនេះដុំ UPS ស៊េរីនេះហើយបងប្អូនដែលត្រូវការបាទដុំសាកអង្គុយគឺខ្ញុំមានទទួលធ្វើដុំនេះលក់បាទតម្លៃធូរថ្លៃទេបាទតម្លៃទន់ទេខ្ញុំកែឲ្យមកស្អាតប៉ុន្តែគឺខ្ញុំអត់ដាក់ប្រអប់នឹងវិញទេបងប្អូនគាត់ថាខ្ញុំយកតែដុំភ្លើងទេខ្ញុំដោះប្រអប់នេះដោះលក់ចាយអស់ហើយបាទបាទអញ្ចឹងវីដេអូនេះខ្ញុំក៏អត់មានអីច្រើនដែរមានតែប៉ុណ្្នឹងបាទសង្ឃឹមថាបងប្អូននឹងតាមដានវីដេអូបន្ទាប់ទៀតបាទខ្ញុំនឹងរបៀបខ្ញុំនឹងយកខ្សែចូលនេះខ្សែ220ចូលមកចេញខាងនេះគឺយើងដាក់យកមួយគ្រាប់មកបាទដាក់យកមួយគ្រាប់មកគឺយើងអាចកន្លែងភ្លើងមកសាកអង្គុយបានហើយបាទបងប្អូនអញ្ចឹងដុំនេះខ្ញុំមានការបញ្ជាក់បងបាទត្រូវការគឺអាចទៅមកបានបាទបើអាចយកទៅកែច្នៃខ្លួនឯងកាន់ធូរថ្លៃទេបាទបើខ្ញុំអ្នកកែច្នៃឲ្យគឺគិតថ្លៃសេវាបន្តិចហើយតែបើបងប្អូនមើលវីដេអូខ្ញុំចេះហើយបងប្អូនអាចយកដុំពីខ្ញុំនេះទៅយកទៅបន្លំខ្លួនឯងបានបាទអញ្ចឹងវីដេអូបន្ទាប់នឹងបង្ហាញពីរបៀបតវាបាទអញ្ចឹងដោយសារតែអានេះគឺខ្ញុំពងវាចូលខាងក្នុងនេះគឺដោយសារតែភ្លើងវាអត់គ្រប់បងប្អូនបាទនេះកាមេរ៉ាអត់ច្បាស់ទេបងប្អូនជាថ្លៃផងបាទអានេះយើងពងចូលគ្នាមកភ្លើងវាឡើងខ្ពស់ជាងមុនបាទអញ្ចឹងភ្លើងវាឡើងខ្ពស់ជាងមុន
thì những ai sạc lươn bà sạc lươn bàn bởi dương to cho con ấy dương sạc tầm nào thòm là thì có đọc pi volt đi lươn trên máu một con mà bởi to chứ là đang đọc pram volt nên đọc pram volt thì dương sạc lươn này một con mà thì lươn là được quá một con vô bà trong video nữa nhưng còn mẹ tròn đại miền tại phần nước bà click chui subscribe là trên bạc để mùi phóng bà